Ngay tí mùiនៃcăn công pì Ezekiel ពោពេញទៅដោយរឿងរ៉ាវនៃការជំនុំជម្រះក៏ប៉ុន្តែផ្នែកខាងក្រោយមានផ្ទុកនៅព្រះបន្ទូលនៃសេចក្តីសន្យាអំពីព្រះជាម្ចាស់ដែលនឹកចាំដល់សាសអ៊ីស្រាអែលនិងស្ដារពួកគេឡើងវិញEzekiel ជំពូកទី37គឺជារឿងរ៉ាវនៃនិមិត្តដ៏ល្បីល្បាញអំពីសេចក្តីសន្យាថ្ងៃមួយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បាននាំហោរាEzekielហើយដាក់លោកនៅកណ្ដាលជ្រលងភ្នំមួយបន្ទាប់មកព្រះអង្គបានឲ្យហោរាEzekielមើលជុំវិញនោះកន្លែងនោះពោពេញទៅដោយឆ្អឹងដែលស្ងួតហួតហែងទាំងស្រុងយើងមិនដឹងថាមានអ្វីកើតឡើងនៅក្នុងវាលនោះទេប៉ុន្តែដួងចិត្តរបស់ហោរាEzekielប្រកាសជាវេទនាយ៉ាងខ្លាំងនៅពេលឃើញភ្នៅឆ្អឹងនៅត្រង់ចំណុចនេះព្រះជាម្ចាស់បានសួរហោរាEzekielថាកូនមនុស្សអើយតើឆ្អឹងទាំងនេះអាចរស់ឡើងវិញបានទេហោរាEzekielបានឆ្លើយថាព្រះអង្គម្ចាស់ជាព្រះអើយទ្រង់ជ្រាបហើយព្រះជាម្ចាស់បានប្រាប់ហោរាEzekielឲ្យនិយាយព្រះបន្ទូលរបស់ព្រះអង្គទៅកាន់ឆ្អឹងទាំងនោះហើយនេះគឺជាអ្វីដែលហោរាEzekielបានធ្វើណែឆ្អឹងស្ងួតអើយអញនឹងដាក់ជីវិតនៅក្នុងឯងហើយឯងនឹងរស់ឡើងវិញអញនឹងដាក់សរសៃនៅក្នុងឯងហើយអញនឹងដាក់សាច់នៅលើឯងរួចគ្របដោយស្បែកអញនឹងដាក់ខ្យល់ដង្ហើមនៅក្នុងឯងហើយឯងនឹងមានជីវិតរួចមានអ្វីដែលអស្ចារ្យបានកើតឡើងឆ្អឹងស្ងួតចាប់ផ្ដើមធ្វើចលនាពួកវាបានមកផ្ដុំគ្នាជាមួយនឹងសំឡេងឮខ្លាំងៗហើយសរសៃបានលេចឡើងនៅលើពួកវាហើយសាច់ឈាមក៏បានលេចឡើងនៅលើពួកវាដែររួចពួកវាត្រូវបានគ្របដោយស្បែកប៉ុន្តែដោយសារនៅតែគ្មានជីវិតពួកវាមិនអាចក្រោកឈរបានទេនៅពេលនេះព្រះជាម្ចាស់បានមានបន្ទូលទៅកាន់Ezekielម្ដងទៀតថាចូលនិយាយទៅកាន់ខ្យល់ដង្ហើមសម្រាប់អញEzekielបានធ្វើដូច្នេះថាណែខ្យល់ដង្ហើមអើយចូលបក់ពីទិសទាំង4ហើយសូមផ្លុំខ្យល់ទៅលើពួកដែលបានស្លាប់ទាំងនេះដើម្បីឲ្យពួកវាបានរស់ឡើងវិញហើយភ្លាមនោះពួកវាក៏រស់ឡើងវិញពួកវាបានក្រោកឈរដោយជើងរបស់ខ្លួនហើយបានក្លាយជាកងទ័ពដ៏ធំនិមិត្តនេះប្រាប់យើងថាប្រសិនបើមានព្រះបន្ទូលពីព្រះជាម្ចាស់និងហោរាដែលអាចនាំព្រះបន្ទូលនោះទៅបានសូម្បីតែឆ្អឹងស្ងួតដែលហាក់ដូចជាមិនអាចមានជីវិតក៏អាចរួបរวมហើយមានជីវិតឡើងវិញក្លាយជាកងទ័ពដ៏អស្ចារ្យលើកនេះព្រះជាម្ចាស់បានប្រាប់Ezekielឲ្យយកដំបង2នៅលើដំបង1លោកបានសរសេរថាយូដានិងកូនចៅអ៊ីស្រាអែលហើយនៅលើដំបងមួយទៀតអេប្រាអឹមនិងវង្សអ៊ីស្រាអែលទាំងមូលបន្ទាប់មកព្រះអង្គបានប្រាប់Ezekielឲ្យភ្ជាប់ដំបងទាំងពីរចូលគ្នាជាតែមួយនេះបានបង្ហាញថាព្រះជាម្ចាស់នឹងបង្រួបបង្រួមសាសអ៊ីស្រាអែលឡើងវិញដែលត្រូវបានបែងចែកនិងបំបែកដោយសារហេតុផលរាប់មិនអស់ហើយធ្វើឲ្យក្លាយជាប្រជាជាតិតែមួយនិមិត្តរបស់Ezekielនិយាយអំពីសេចក្តីសង្ឃឹមសម្រាប់ការស្ដារឡើងវិញចំពោះសាសអ៊ីស្រាអែលដែលកំពុងចុះខ្សោយវានិយាយអំពីប្រជាជនដែលនឿយហត់បានបែកបាក់និងបំបែកគ្នាដោយសារការជាប់ជាឆ្លើយហើយនឹងក្រោកឈរឡើងវិញជាមួយគ្នាព្រះជាម្ចាស់ដែលធ្លាប់ជំនុំជម្រះអ៊ីស្រាអែលឥឡូវនេះគង់នៅជាមួយពួកគេតាមរយៈនិមិត្តថ្មីនិងព្រះបន្ទូលដ៏អស្ចារ្យដើម្បីស្ដារសាសអ៊ីស្រាអែលឡើងវិញ